បច្ចេកទេសប្រក់ក្បឿងជ័រនិងស័ង្កសីជ័រត្រូវទុកដាច់រណែងគម្លាតគ្នា660មីលីម៉ែត្រសម្រាប់ក្បឿងនិង600មីលីម៉ែត្រសម្រាប់ស័ង្កសីសម្រាប់ដំបូលផ្ទះបត់ឬផ្ទះក្រពើហាត្រូវមានជម្រាល1ម៉ែត្រកន្លះនៃបណ្ដោយ10ម៉ែត្រសម្រាប់ក្បឿងជ័រនិងស័ង្កសីជ័រ135ទៅ150ដឺក្រេសម្រាប់ប្រភេទដំបូលប្រក់បត់រាងជាអក្សរ A កន្លែងដំណត្រូវតែនៅពីលើដែករណែងចំណុចដំណតសន្លឹកក្បឿងត្រូវទុកចំនួន1ភ្លីហាមប្រក់ក្បឿងជ័រនៅលើអ៊ីសូឡង់ប្រសិនមានពីដាននៅខាងក្រោមដំបូលត្រូវទុកគម្លាតពី6ទឹកទៅ8ទឹកពីដានត្រូវដាក់hơiឬស៊ីហ្វុងខ្យល់ដើម្បីឲ្យមានខ្យល់ចេញចូលមិនត្រូវបិទហឹបចិត្តទេហាមចាក់ស៊ីម៉ង់នៅលើសន្លឹកក្បឿងជ័រនិងស័ង្កសីជ័រការប្រក់ក្បឿងជ័រត្រូវទាញសន្លឹកទី1នៃក្បឿងជ័រឲ្យស្មើនឹងសន្លឹកបន្ទាប់ត្រូវប្រក់ក្រោមសន្លឹកទី1រួចរុញឲ្យអឹបជាប់គ្នាកុំឲ្យមានចំហទើបធ្វើការបាញ់វិធីបាញ់តម្រូវឲ្យប្រើវិសស្លាបរបស់ក្រុមហ៊ុនប្រសិនបើវិសផ្សេងត្រូវធ្វើការចោះរន្ធឲ្យបានទំហំ2មីលីម៉ែត្រទើបធ្វើការបាញ់វិសបានដើម្បីឲ្យមានគម្លាតរីករួមចំនួនវិសនិងគម្របវិសត្រូវប្រើប្រាស់ចំនួន4គ្រាប់ក្នុង1ម៉ែត្រការ៉េទី10សន្លឹកក្បឿងជ័រនិងស័ង្កសីជ័រត្រូវតែក្រាលកែងទៅនឹងទិសដៅនៃខ្យល់ខ្លាំងការបាញ់វិសនៅលើស័ង្កសីជ័រដែលត្រឹមត្រូវការបាញ់វិសនៅលើស័ង្កសីជ័រដែលមិនត្រឹមត្រូវការបាញ់វិសច្រើនដែលមិនត្រឹមត្រូវការបាញ់វិសនៅលើក្បឿងជ័រដែលត្រឹមត្រូវការបាញ់វិសនៅលើក្បឿងជ័រដែលមិនត្រឹមត្រូវការបាញ់វិសនៅចុងសន្លឹកដែលមិនត្រឹមត្រូវការបាញ់វិសលើព្រំដែលត្រឹមត្រូវបាញ់វិសលើព្រំម្ខាងទុកគម្លាត2ភ្លីបាញ់1ការបាញ់វិសមិនត្រឹមត្រូវមានដូចជាការបាញ់វិសច្រើនការបាញ់វិសនៅចុងសន្លឹកចំពោះព្រំដំបូលក្បឿងត្រូវចំណាំថាមានចុងមួយធំនិងចុងមួយតូចគួរកាត់សន្លឹកដំបូងនិងចុងក្រោយពាក់កណ្ដាលដើម្បីបញ្ជាដំណច្រើននៅត្រង់កន្លែងតែមួយទៅនឹងសន្លឹកក្បឿងការបាញ់វិសត្រឆ្អឹងណាមួយមិនត្រូវបាញ់តឹងខ្លាំងពេកនិងញឹកពេកនោះទេព្រោះនៅពេលរងកម្ដៅក្បឿងជ័រនិងស័ង្កសីជ័ររីកមាឌដែលងាយនឹងសឹកឆាប់បែកបាក់រហ័សត្រូវតែស្វែងរន្ធវិសមុនបាញ់រន្ធវិសត្រូវធំជាងវិស2មីលីម៉ែត្រទើបធ្វើការដាក់គម្របបាញ់វិសចូលដើម្បីទុកគម្លាតហាមការបាញ់តឹងពេកបណ្ដាលឲ្យមានការគៀបប្រេះបែកកន្លែងវិស